បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានកិត្តិយសសូមពំនាំនៅប្រធានបទថ្មីមួយដើម្បីលើកយកដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីសន្តាប់ដោយប្រធានបទដែលយើងនឹងលើកយកមកពេលនេះគឺនិយាយពាក់ព័ន្ធទៅនឹងជំនាញមូលដ្ឋានឬក៏ជាភាសាអន្តរជាតិថា foundation skill ថាតើជំនាញមូលដ្ឋាននេះវាមានសារៈសំខាន់និងមានសារៈប្រយោជន៍យ៉ាងខ្លះសម្រាប់យើងអនុវត្តប្រចាំថ្ងៃអញ្ចឹងមុននឹងធ្វើការរំលាយសេចក្តីកាន់តែស៊ីជម្រៅទៅយើងត្រូវស្គាល់ថាអ្វីទៅជាជំនាញមូលដ្ឋាន what is foundation skill អញ្ចឹងជំនាញមូលដ្ឋានគឺជាជំនាញសំខាន់ដែលមនុស្សត្រូវការសម្រាប់រស់នៅជាប្រចាំថ្ងៃការបំពេញកាតព្វកិច្ចការងារនិងការចូលរួមសកម្មភាពនានានៅក្នុងសង្គមហើយជំនាញមូលដ្ឋាននេះសម្រាប់ការសិក្សាបន្ថែមការងារជាក់ស្ដែងដែលយើងត្រូវការអនុវត្តអញ្ចឹងជំនាញមូលដ្ឋានគឺផ្ដោតសំខាន់ទៅលើអីខ្លះជំនាញមូលដ្ឋាននេះគឺពាក់ព័ន្ធទៅនឹងអត្តចរិតពាក់ព័ន្ធទៅនឹងភាពបត់បែនពាក់ព័ន្ធទៅនឹងសិលធម៌សុជីវធម៌នៃការរស់នៅរបស់យើងម្នាក់ៗអញ្ចឹងពិតណាស់ថាជំនាញមូលដ្ឋានវាកើតឡើងតាំងពីយើងនៅតូចៗមកម្លេះអញ្ចឹងកាលណាយើងអត់បានយកចិត្តទុកដាក់ទៅលើជំនាញមូលដ្ឋាន foundation skill ហ្នឹងទេវាអាចជាផ្នែកមួយដែលរុញច្រានឲ្យសកម្មភាពទាំងការសិក្សាទំនាក់ទំនងសង្គមក៏ដូចជាការបំពេញការងាររបស់យើងក៏អាចនឹងមានភាពឆក់ល្វែងផងដែរដូច្នេះជំនាញមូលដ្ឋាននេះគឺតម្រូវឲ្យយើងម្នាក់ចេះបត់បែនចេះសម្របខ្លួននៅក្នុងសង្គមចេះជួយសង្គមទៅតាមសកម្មភាពជាក់ស្ដែងទៅតាមអ្វីដែលយើងមានទៅតាមអ្វីដែលយើងអាចធ្វើទៅបានទៅតាមសកម្មភាពរបស់យើងម្នាក់អញ្ចឹងfoundation skill ហ្នឹងពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងម្នាក់បុគ្គលម្នាក់ពីព្រោះវាពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃវាពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនយើងតែម្ដងជាឧទាហរណ៍សំបីតែយើងចូលសិក្សានៅសាកលវិទ្យាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដំបូងគឺយើងរៀនពាក់ព័ន្ធទៅនឹងឧទាហរណ៍ការពីសម័យខ្ញុំរៀនឆ្នាំទី1ជំនាញទី1ហ្នឹងគឺរៀនពាក់ព័ន្ធទៅនឹងមុខវិជ្ជា foundation year ហ្នឹងគឺរៀនអំពីសិល្បៈនៃការរស់នៅរៀនអំពីសង្គមរៀនអំពីទំនាក់ទំនងសង្គមធ្វើយ៉ាងម៉េចរៀនអំពីសិលធម៌សុជីវធម៌អំពីការរស់នៅប្រចាំថ្ងៃប៉ុន្តែមិនដឹងថាក្នុងពេលបច្ចុប្បន្ននេះការអនុវត្តមេរៀននៅក្នុង foundation year នៅក្នុងឆ្នាំទី1ជំនាញទី1ហ្នឹងមានការអនុវត្តមុខវិជ្ជាដែលខ្ញុំបានលើកឡើងហ្នឹងដែរអត់មិនបានដឹងទេប៉ុន្តែការពីខ្ញុំរៀននោះគឺបែបហ្នឹងអញ្ចឹងfoundation skill នេះគឺពិតជាមានសារៈសំខាន់វាឆ្លុះបញ្ចាំងតាំងពីយើងនៅតូចដែលលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូខិតខំប្រឹងប្រែងតម្រង់ទិសដៅឲ្យយើងមានសិលធម៌វិជ្ជាធម៌ល្អរស់នៅក្នុងសង្គមចេះយកចេះអធ្យាស្រ័យមានភាពអត់ធ្មត់មានការប្រឹងប្រែងចេះជួយទុក្ខធុរៈទៅដល់មនុស្សជុំវិញខ្លួនទាំងអស់ចេះគោរពចាស់ព្រឹទ្ធាចារ្យចេះគោរពរៀមច្បងចេះយកអាសាទៅដល់មនុស្សជុំវិញខ្លួនយើងដើម្បីឲ្យមានការស្រឡាញ់ដើម្បីឲ្យមានការរាប់អានជុំវិញខ្លួនយើងដើម្បីឲ្យយើងផ្ដល់នូវភាពឲ្យយើងនៅភាពកក់ក្ដៅកាលណាមានការស្រឡាញ់ពីអ្នកដទៃច្រើនយើងរស់នៅក៏ប្រកបទៅដោយសុខដុមនីយកម្មផងដែរសុខដុមរមនាផងដែរក៏ប៉ុន្តែនៅក្នុងពេលនេះខ្ញុំសូមលើកយកចំណុចតូចដែលពាក់ព័ន្ធទៅនឹង foundation year នេះខ្ញុំលើកយកចំណុចមាន7ចំណុចអញ្ចឹងចំណុចទី1ខ្ញុំនឹងរំលាយសេចក្តីខ្លីៗទេថាតើនៅក្នុង foundation year នេះយើងមានសកម្មភាពដូចម្តេចខ្លះទី1គឺផ្នែកអក្ខរកម្មគឺពាក់ព័ន្ធទៅនឹងការចេះអានចេះស្ដាប់អញ្ចឹងចេះអានចេះស្ដាប់គឺសំដៅទៅលើការសិក្សាបាទការសិក្សាអក្សរខ្មែរយើងឬក៏អក្សរអន្តរជាតិផ្សេងៗនៅយើងចេះអានចេះស្ដាប់ចេះយល់អំពីអត្ថន័យដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនៅក្នុងការអានប៉ុន្តែការអានការស្ដាប់របស់យើងនេះក៏ត្រូវតែselectយកអ្វីដែលមានសារៈសំខាន់ដែរចំណុចទី2គឺពាក់ព័ន្ធទៅនឹងកណន័យកម្ម
កណន័យកម្មបានន័យថាម៉េចបានន័យថាយើងមានសមត្ថភាពនៅក្នុងការប្រើប្រាស់ការគិតគូរពិចារណាការចេះបោកដកគុណចែកការលៃលកធ្វើយ៉ាងម៉េចដើម្បីឲ្យមានការគិតរបស់យើងនេះមានភាពវៃឆ្លាតឆាប់រហ័សឲ្យទាន់សភាពការទៅចំណុចទី3គឺពាក់ព័ន្ធទៅនឹងជំនាញទំនាក់ទំនងអញ្ចឹង foundation year យើងមានជំនាញទំនាក់ទំនងនេះគឺមានសារៈសំខាន់ណាស់ communication skill នេះគឺសំខាន់យើងមានទំនាក់ទំនងមនុស្សនៅជុំវិញខ្លួនយើងទាំងអស់ដោយយើងមានទំនាក់ទំនងជាមួយពួកគាត់ជាលក្ខណៈទំនាក់ទំនងបែបសន្តិសហវិជ្ជមានជាមួយនឹងគេកុំចាត់ទុកមនុស្សនៅជុំវិញខ្លួនរបស់យើងជាសត្រូវបាទនេះជាការទំនាក់ទំនងដែលធ្វើឲ្យយើងមានទំនួលខុសត្រូវធ្វើឲ្យយើងមានទំនុកចិត្តធ្វើឲ្យយើងនឹងទទួលបាននូវភាពរីកចម្រើនបានចំណុចទី4គឺពាក់ព័ន្ធទៅនឹងជំនាញទំនើបកម្មឬក៏ digital skill បានន័យថាក្នុងពេលសម័យបច្ចុប្បន្ននេះហើយក្នុងនាមយើងជាយុវជនយើងត្រូវតែចេះប្រើប្រាស់នៅប្រព័ន្ធ digital មាន smartphone មានកុំព្យូទ័រអីដើម្បីមានភាពងាយស្រួលដើម្បីទទួលបាននៅព័ត៌មានពិតដើម្បីទទួលបាននៅអ្វីដែលប្លែកៗអ្វីដែលថ្មីដើម្បីអភិវឌ្ឍបណ្ដុះសកម្មភាពរបស់យើងអភិវឌ្ឍសមត្ថភាពរបស់យើងឲ្យកាន់តែមានភាពប្រសើរឡើងទី5គឺពាក់ព័ន្ធទៅនឹងជំនាញគិតវិភាគ critical thinking problem solving ពាក់ព័ន្ធទៅនឹងការវិភាគបានន័យថានៅពេលដែលយើងស្ដាប់នៅពេលដែលយើងមើលព័ត៌មានផ្សេងវាមិនមែនរាល់តែព័ត៌មានដែលគេផ្សព្វផ្សាយវាសុទ្ធតែត្រឹមត្រូវវាសុទ្ធតែពិតប្រាកដអញ្ចឹងយើងត្រូវគិតយើងត្រូវពិចារណាយើងត្រូវគិតបែបស៊ីជម្រៅយ៉ាងម៉េចថាតើវាមានហេតុវាមានផលត្រឹមត្រូវទៅតាមអ្វីដែលគេបានលើកឡើងនឹងដែរអត់ទៅចំណុចទី6គឺពាក់ព័ន្ធនឹងជំនាញធ្វើការងារក្រុម teamwork អញ្ចឹងការ teamwork នេះពិតជាមានសារៈសំខាន់ណាស់ពីព្រោះនៅក្នុងស្ថាប័នមួយនៅក្នុងអង្គភាពមួយនៅកន្លែងមួយភាពជោគជ័យមិនមែនសំដៅទៅលើមេដឹកនាំតែមួយទេមិនមែនសំដៅទៅលើថ្នាក់ដឹកនាំអ្នកគ្រប់គ្រងតែមួយជាកិច្ចការងាររួមក្រុមដែលយើងសហការគ្នាហើយយើងទទួលបាននៅសមិទ្ធផលសមិទ្ធភាពដែលយើងអាចធ្វើបានហើយយើងទទួលបាននៅសមិទ្ធផលទិន្នផលមួយដែលយើងអាចយកមកផ្សព្វផ្សាយយកមកអនុវត្តបាននេះជាការរួមគ្នាបានន័យថាដោយពាក្យខ្មែរយើងថាចង្កឹះមួយបាច់យើងធ្វើអីក៏បានសម្រេចការសាមគ្គីគ្នាពួតដៃគ្នាជាធ្លុងមួយធ្វើអ្វីក៏បានសម្រេចហើយនឹងមានភាពមាំទាំថែមទៀតចំណុចទី7ជាចំណុចចុងក្រោយគឺពាក់ព័ន្ធនឹងការគ្រប់គ្រងខ្លួនឯងបាទរឿងការគ្រប់គ្រងខ្លួនឯងនេះសំខាន់ណាស់ពីព្រោះការគ្រប់គ្រងខ្លួនឯងបើសិនជាយើងមិនចេះគ្រប់គ្រងខ្លួនឯងទាំងពេលវេលាទាំងថវិកាទាំងសកម្មភាពនានាបើយើងអត់បានគ្រប់គ្រងខ្លួនឯងទេវាអាចនឹងហួសវាអាចនឹងប្រព្រឹត្តទៅវាលើសបន្ទាត់កំហំវិជាដល់បន្ទាត់កំហំជាដើមអញ្ចឹងយើងត្រូវតែចេះគ្រប់គ្រងខ្លួនឯងអ្វីដែលគួរអ្វីដែលមិនគួរអ្វីដែលអាចធ្វើទៅបានអ្វីដែលមិនអាចធ្វើទៅបានត្រូវស្គាល់អំពីកលៈទេសៈឧទាហរណ៍ដូចពេលខ្លះពាក្យហ្នឹងពិតទេប៉ុន្តែបើយើងនិយាយពាក្យហ្នឹងទៅវាអាចនឹងប៉ះពាល់ដល់គេអញ្ចឹងយើងអត់គួរនិយាយទេទោះបីពាក្យហ្នឹងពិតក៏ដោយអញ្ចឹងអាចកន្លែងណាដែលវាមិនគួរឲ្យប៉ះពាល់ដល់អ្នកដទៃយើងបញ្ជាអញ្ចឹងយើងរៀនគ្រប់គ្រងខ្លួនឯងឲ្យបានអ្វីដែលជាចំណុចបញ្ហានោះគឺការគ្រប់គ្រងខ្លួនឯងហ្នឹងឯងការគ្រប់គ្រងខ្លួនឯងមានពិតជាមានសារៈសំខាន់អញ្ចឹងសូមបញ្ជាហើយនឹងសូមឲ្យស្គាល់ខ្លួនឯងច្បាស់នៅពេលដែលយើងស្គាល់ខ្លួនឯងច្បាស់រាល់សកម្មភាពនានាយើងធ្វើអត់សូវមានបញ្ហាទេបាទអត់សូវមានបញ្ហាអញ្ចឹងសរុបសេចក្តីមកវិញសារៈសំខាន់នៃជំនាញមូលដ្ឋានគឺជាជំហានដំបូងសំខាន់ក្នុងការកសាងអនាគតរបស់មនុស្សម្នាក់ៗប្រសិនបើយើងខ្វះនៅជំនាញសំខាន់ទាំងអស់នេះវានឹងបង្កឲ្យមានផលលំបាកនៅក្នុងការសិក្សានៅក្នុងការងារក៏ដូចជាការរស់នៅក្នុងសង្គមផងដែរអញ្ចឹងជំនាញមូលដ្ឋានពិតជាមានសារៈសំខាន់ដោយអ្វីដែលខ្ញុំបានលើកឡើងខាងដើមគឺពាក់ព័ន្ធទៅនឹងសកម្មភាពនៃការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គមអញ្ចឹងយើងត្រូវចេះបត់បែនគ្រប់កលៈទេសៈយើងមានសិលធម៌សុជីវធម៌ទន់ភ្លន់ប៉ុន្តែការទន់ភ្លន់នេះយើងមិនមែនទន់ជ្រេទន់ភ្លន់ប៉ុន្តែរឹងប៉ឹងរឹងមាំមានទំនួលខុសត្រូវច្បាស់លាស់ច្បាស់ការលើខ្លួនឯងហើយធ្វើកិច្ចការងារគឺប្រកបទៅដោយមានទំនួលខុសត្រូវ responsibility ហើយចេះបត់បែនការងារអត់មានរឹងត្អឹងទេបាទអត់មានរឹងត្អឹងទេទន់ភ្លន់តែមិនទន់ជ្រេនៅពេលដែលយើងមានជំនាញមូលដ្ឋាននេះហើយយើងចង់បន្ថែមនៅ skill អីផ្សេងទៀតយើងអាចអនុវត្តយើងអាចសិក្សាបន្ថែមដើម្បីទទួលបាននៅជំនាញផ្សេងដើម្បីយើងអនុវត្តនៅក្នុងប្រចាំថ្ងៃរបស់យើងអញ្ចឹងទាំងជំនាញវិជ្ជាជីវៈទាំងជំនាញមូលដ្ឋានយើងត្រូវការជាចាំបាច់มันអាចអត់មួយបានទេបើយើងអត់ជំនាញវិជ្ជាជីវៈយើងមានតែជំនាញមូលដ្ឋាន
យើងអត់មានចេះអីច្បាស់លាស់អញ្ចឹងយើងពិបាកនៅក្នុងការស្វែងរកការងារឬក៏យើងធ្វើការអត់សូវមានប្រសិទ្ធភាពយើងមានជំនាញវិជ្ជាជីវៈប៉ុន្តែយើងខ្វះសីលធម៌យើងខ្វះសុជីវធម៌យើងខ្វះទំនាក់ទំនងសង្គមអញ្ចឹងវានឹងធ្វើឲ្យបាត់បង់នៅមនុស្សជុំវិញខ្លួនយើងឧទាហរណ៍ដូចលោកវិជ្ជបណ្ឌិតលោកគ្រូពេទ្យអ្នកគ្រូពេទ្យដែលពួកគាត់ចេះនៅជំនាញវិជ្ជាជីវៈនៃការព្យាបាលជំងឺនៃការផ្សំថ្នាំសពសារពើបើក្នុងករណីពួកគាត់ខ្វះនៅជំនាញមូលដ្ឋាន foundation skill នេះវាអាចនឹងធ្វើឲ្យអតិថិជនរបស់គាត់បាត់ដោយសារតែការទំនាក់ទំនងរបស់គាត់នៅមានកម្រិតដោយសារតែពាក្យសម្ដីរបស់គាត់មិនពិរោះពិសាអីចឹងទៅអញ្ចឹងហើយបាននៅក្នុងពេលសម័យបច្ចុប្បន្ននេះជំនាញ foundation skill នេះជំនាញមូលដ្ឋាននេះមានសារៈសំខាន់ណាស់នៅក្នុងសង្គមបាទមានសារៈសំខាន់ណាស់អូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីយកមកចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបើមានការលើសលួសខ្វះខាតដោយប្រការណាមួយសូមខន្តីអភ័យទោសសូមអរគុណនិងសូមជម្រាបលា